សមត្ថកិច្ចខេត្តព្រះសីហនុចែកកម្លាំងសម្រួលចរាចរណ៍យ៉ាងសកម្មការពារសុវត្ថិភាពបេក្ខជនប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យហ៊ុនសែនមិត្តភាពខេត្តព្រះសីហនុសមត្ថកិច្ចខេត្តព្រះសីហនុចែកកម្លាំងសម្រួលចរាចរណ៍យ៉ាងសកម្មដើម្បីធានាសុវត្ថិភាពនិងបង្ការការកកស្ទះក្នុងសម័យប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យហ៊ុនសែនមិត្តភាពក្រុងព្រះសីហនុកម្លាំងសមត្ថកិច្ចចរាចរណ៍និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៃខេត្តព្រះសីហនុបានចូលអន្តរាគមន៍និងសម្រួលចរាចរណ៍យ៉ាងសកម្មនៅតាមដងផ្លូវជុំវិញមណ្ឌលប្រឡងដើម្បីធានាបាននូវរបៀបរៀបរយសុវត្ថិភាពនិងបង្ការការកកស្ទះចរាចរណ៍ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបត្រូវបានចាប់ផ្ដើមដំណើរការជាផ្លូវការសកម្មភាពចុះពង្រាយកម្លាំងនិងសម្រួលចរាចរណ៍នេះត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹងនៅបរិវេណជុំវិញមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនមិត្តភាពពុកម៉ែបងប្អូនណាខ្លះដែលកំពុងតែមានបញ្ហាសរសៃជាប់សរសៃក្រិចថ្លោះឈឺឆ្អឹងខ្នងគៀបឌីសឈឺចង្កេះចុករយពេញទាំងខ្លួនប្រាណសាកម៉ាស្សាសាកផលិតផលនេះផលិតផលនោះហើយតែមិនបានផលនៅតែមានអាការៈឈឺចុកពិបាកដើរពិបាកដេកពិបាកឈរពិបាកអង្គុយជាដើមមិនថាបងប្អូនមានបញ្ហាសរសៃយូរខែឆ្នាំប៉ុណ្ណាសាកច្រើនវិធីហើយតែមិនបានផលពុកម៉ែបងប្អូនអាចមកជួបជាមួយលោកគ្រូសរសៃឈុនវិរៈបានដែលមានទីតាំងនៅក្រុងប៉ោយប៉ែតជាប់កាស៊ីណូផ្កាយ5វត្តអូលោកគ្រូមានជំនាញច្បាស់លាស់ក្នុងការព្យាបាលតពីជីតាតាមមកឪពុកតមកដល់កូនចំនួនបញ្ហាសរសៃគ្រប់ប្រភេទទាំងបញ្ហាជាប់គៀបសរសៃក្រិចថ្លោះគ្រប់កន្លែងតែម្ដងស្ថិតនៅក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុដែលជាមណ្ឌលប្រឡងដ៏សំខាន់មួយមានបេក្ខជននិងមាតាបិតាអាណាព្យាបាលធ្វើដំណើរឆ្លងកាត់យ៉ាងច្រើនកុះករការចូលអន្តរាគមន៍និងការសម្រួលចរាចរណ៍ចាប់តាំងពីព្រឹកព្រលឹមមុនពេលបេក្ខជនប្រឡងចូលដល់មណ្ឌលកម្លាំងសមត្ថកិច្ចបានចាត់វិធានការសំខាន់ដូចជាការបែងចែកគន្លងផ្លូវរៀបចំសម្រួលទិសដៅចរាចរណ៍ទៅមុខចំច្រកចូលមណ្ឌលប្រឡងដើម្បីជៀសវាងការឈប់រថយន្តឬម៉ូតូលក្ខណៈកកស្ទះការរៀបចំទីតាំងចតយានយន្តណែនាំមាតាបិតានិងអាណាព្យាបាលឲ្យយល់ឬចតយានយន្តនៅទីតាំងដែលបានកំណត់ដោយមិនឲ្យប៉ះពាល់ដល់ទ្រង់ផ្លូវសាធារណៈការសម្រួលការឆ្លងកាត់ជួយសម្រួលនិងសម្រួលផ្លូវជូនបេក្ខជនប្រឡងឲ្យបានឆ្លងផ្លូវលោកគ្រូក៏មានថ្នាំរឹត100ជា1000និងថ្នាំថុកដើម្បីសម្រួលសរសៃក្រៅពេលព្យាបាលថែមទៀតឆាតចូលពេកដើម្បីប្រឹក្សាយោបល់ជាមួយលោកគ្រូឬខលមកកាន់លេខទូរស័ព្ទខាងលើដោយសុវត្ថិភាពនិងទាន់ពេលវេលាការវិតម្លៃនិងស្ថានភាពទូទៅការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋានបានធ្វើឲ្យស្ថានភាពចរាចរណ៍នៅជុំវិញមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនមិត្តភាពរក្សាបាននូវភាពរលូនជានិច្ចដោយមិនមានការកកស្ទះធ្ងន់ធ្ងរឬគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងនោះទេទន្ទឹមនឹងនេះអាណាព្យាបាលនិងសិស្សានុសិស្សបានសម្ដែងនូវក្តីរីករាយនិងការអរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្រោមដំណក់ទឹកភ្លៀងឬកម្ដៅថ្ងៃដើម្បីសម្រួលដល់ការប្រឡងរបស់សិស្សានុសិស្សឲ្យប្រព្រឹត្តទៅដោយរលូននិងមានសណ្ដាប់ធ្នាប់ល្អប្រសើរ